Hello everyone, this is called Masom, Khmer traditional food ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាម្សំយើងគឺរួចរាល់ហើយបងប្អូននេះគ្រាន់តែលើថាធ្វើម្សំជ្រូកនឹងដឹងតែហត់ហើយបងប្អូនហើយពិបាកទេប៉ុន្តែអត់ពិបាកប្រហែលទេបងប្អូនការពិតទៅធ្វើម្សំជ្រូកអត់សូវពិបាកទេគ្រាន់តែស៊ីពេលហើយនេះគឺខ្ញុំចំណាយ50រៀលហ្នឹងហើយគឺបានម្សំជ្រូកនឹង20ហើយម្សំនឹងឆ្ងាញ់ហើយទុនហ្នឹងហើយនិយាយទៅឆ្ងាញ់ជាងយើងទិញគេ Okay, now time to put the spice on the pork bellies. Here I have a handful of the garlic. បងប្អូនដាក់ខ្ទឹម2ដុំទុកស្បកខ្លះ and then 1 spoon of black pepper. I use the bean one, it tastes better and smell better. ចាំបងប្អូនប្រើនេះម្រេចគ្រាប់បានឆ្ងាញ់ and then ground it up with the garlic and the black pepper, and also add a spoonful of sugar. ដាក់ស្ករមួយស្លាបព្រាធំទឹកត្រី2ស្លាបព្រា and then add the 2 tablespoon of the fish sauce and also 1 spoon of the black sauce ចាំបងប្អូនរួចហើយគឺយើងដាក់អំបិលមួយស្លាបព្រាទៀតទៅដើម្បីឲ្យឈ្នួលយើងនឹងប្រៃល្មម Yes, and then after that you mix it well and leave overnight បងប្អូនប្រឡាក់ហើយយើងទុកមួយយប់ចាំយកមកខ្ចប់ So here I have 3 bag of mung bean ចាំបងប្អូនស្រែកនេះហ្នឹងស្រែកខៀវយើងហ្នឹងគឺយើងមាន3កញ្ចប់ហើយលាងឲ្យស្អាតហើយចាំត្រាំទឹកមួយយប់ Yes, after I clean until clear the water and then soak overnight, and also I have 3 pound of sticking rice clean up really good and soak overnight ចាំបងប្អូនអង្គហ្នឹងប្រហែល1គីឡូកន្លះអញ្ចឹងគឺយើងទឹកលាងឲ្យស្អាតហើយត្រាំ and then add a pound of shredded coconut បងប្អូនដាក់ដូងកោសមួយទៅហើយអំបិលហ្នឹងហើយដាក់អំបិលមួយស្លាបព្រាណា Yes, and then add 1 tablespoon of sauce and then mix it really good, and also I add some coconut milk just to make it more flavor, but the coconut milk only take the dry part, not a liquid, because if you add the liquid the rice is too wet ចាំបងប្អូនគឺយើងដាក់ខ្ទិះដូងហ្នឹងប្រហែលជាកន្លះកំប៉ុងប៉ុន្តែខ្ញុំយកតែគោកទេណាកុំអត់ដាក់ទឹកចូលទេព្រោះដាក់ទឹកចូលទៅវារាវពេកធ្វើឲ្យអង្គយើងនឹងសើមអញ្ចឹង and then after that mix it well បងប្អូនច្របល់ឲ្យចូលគ្នាហើយចាំយើងយកមកខ្ចប់អញ្ចឹងហ្នឹងហើយដាក់ប៉ាតចូលគ្នាអញ្ចឹងទៅ and then you put on the banana leaves, and then let the rice spread the rice and then the bean on the top each other like that, and then also put the pork bellies on the top ចាបងប្អូនរួចហើយគឺយើងដាក់សាច់ជ្រូកហ្នឹងទៅហ្នឹងហើយដាក់សាច់ជ្រូកហើយអានេះតាមម្ដាយខ្ញុំធ្វើឯណាគឺគាត់យកស្រែកហ្នឹងមកដាក់ពីលើហ្នឹងមកសភាអញ្ចឹងទៅចាំក្រោបមុខវាហ្នឹងហើយ Yes, and then after that you add mung bean on the top to cover the pork a little bit, so the pork and then the bean wrap around the pork, yeah. Yes, and then after that just do like that, just as the video, and then after that I cover the rice on the top a little bit, so that way the rice and then the mung bean and then the pork. Yes, that's how they go ចាំបងប្អូនរួចហើយគឺយើងយកបាយហ្នឹងយើងអង្គហ្នឹងយកមកគ្របពីលើបន្តិចទៅហ្នឹងហើយចាំបាច់ធ្វើស្អាតទេបងប្អូនអើយយើងរៀនដំបូងខ្ញុំរៀនដំបូងស្រី3 4ដងបាននេះបានញ៉ាំកើតប៉ុន្តែគ្រាន់ថាវាអត់ស្អាតអញ្ចឹងណាតោះខ្ញុំទៅ3 4ដងប៉ុន្តែឥឡូវទៅនៅតែមិនស្អាតដែរប៉ុន្តែគឺថាដូចថាយើងតល់ច្រកអញ្ចឹងគឺយើងធ្វើញ៉ាំទៅហ្នឹងហើយយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងទៅមិនចាំស្អាតមិនអីទេធ្វើយូរទៅគង់តែចេះទេហ្នឹងហើយ Yes, when I start like 3 or 4 times before getting better, but now I'm not that perfect, but I'm still okay, you know what I mean? Is better than I'm hungry. So when you far away from home, you have to learn whatever you can. ចាបងប្អូនហ្នឹងឯងនេះគឺអញ្ចឹងឯងរួចហើយចងហ្នឹងគឺយើងយកអំបោះហ្នឹងឯងខ្ញុំយកអំបោះចាក់អាវហ្នឹងយកមកចង and then I take the crochet string and just tie it up like that ចាបងប្អូនយើងមានអំបោះហ្នឹងគឺដាក់អញ្ចឹងទៅហ្នឹងឯងប៉ុណ្្នឹងហើយបន្ទាប់មកដាំទឹកឲ្យក្តៅទៅយើងដាក់ម្សៅចូល after you boiling the big pot of water, and then you put the ម្សៅ in there and cook about 6 to 8 hours ចាំបងប្អូនរួចហើយគឺយើងឆ្ងល់8ម៉ោង 6 8ម៉ោងគឺបានហើយហ្នឹងហើយគឺនេះរូបរាងគឺស្អាតមែនតើឆ្ងាញ់